ខ្ញុំឈ្មោះជាឡង់ដាខ្ញុំជាស្ថាបនិកនៃក្រុមហ៊ុន Book Me Bus ដែលជា platform មួយដើម្បីធ្វើការកក់នៅសម្បត្តិធ្វើដំណើរទៅកាន់ខេត្តទីក្រុងនានានៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងយើងកើតនៅទីក្រុងភ្នំពេញបញ្ចប់ការសិក្សាផ្នែក Computer Science ឬក៏វិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិភ្នំពេញបាទហើយនឹងអក្សរសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសឬយើងហៅថា IFL តបមកចូលធ្វើការបាន3ឆ្នាំបទពិសោធន៍ជា Software Engineer ហើយក៏ធ្វើ Startup រកឃើញ Book Me Busហើយក៏ធ្វើរហូតមកដល់សប្តាហ៍អញ្ចឹងឆ្នាំនេះគឺជាឆ្នាំទី11របស់ Book Me Bus ពេលដែលយើងនៅនិយាយទៅអាចនិយាយបានថានៅពេលដែលយើងរៀនវិទ្យាសាស្ត្រកុំព្យូទ័រយើងទៅសេកូដទៅសេអស់ហ្នឹងគឺយើងដោះស្រាយបញ្ហាធម្មតាយើង build application នៃមួយបង្កើតជា solution ហើយមួយគឺដើម្បីដោះស្រាយបញ្ហាអញ្ចឹងប្រហែលជា4ឆ្នាំដែលចំណាយពេលជាមួយនឹងការសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រហ្នឹង build ឲ្យមានទម្លាប់មួយគឺឃើញនៅបញ្ហាជាឱកាសហើយ anything can be solved by technology បាទអញ្ចឹងគ្រប់អ្វីទាំងអស់ដែលជាបញ្ហាយើងមានទម្លាប់មួយគឺឃើញវាជាឱកាសហើយចង់ដោះស្រាយសម្រាប់ mentor សម្រាប់យើងជាសហគ្រិនឬក៏ជា startup founder ហ្នឹងដាច់ខាតយើងត្រូវតែមាន mentor ហើយ mentor មិនមែនមានតែមួយទេដោយសារតែ mentor មានជំនាញខុសៗគ្នាអញ្ចឹងយើងត្រូវ know ថាពេលណាដែលយើងត្រូវការ mentor ហើយ mentor មួយណាដែលយើងត្រូវការសម្រាប់ដោះស្រាយបញ្ហាមួយហ្នឹងសហគ្រិនទាំងអស់ត្រូវការនៅ someone to talk to បាទគឺ mentor នឹងឯងicon នេះជារបស់មួយដែលខ្ញុំ personally ផ្ទាល់ខ្លួនមានមោទនភាពដោយសារតែគិតថាវាជាក្រុមមួយដែលកម្រដែលយើងប្រមូលផ្ដុំបងដែលចាប់ផ្ដើមធ្វើ startup ជំនាន់មួយគ្នាតាំងពីដំបូងទាំង9នាក់មកជុំគ្នាបង្កើតជាក្រុមមួយឈ្មោះថា First Wave ហ្នឹងក្នុងគោលបំណងដើម្បីចែករំលែកនៅ make sure ថា legacy បទពិសោធន៍អ្វីដែលយើងបានហែឆ្លងកំហុសដែលយើងធ្វើខុសតាំងពី how to find a co-founder តាំងពីរើសអ្នកបដាក់ទុនខុសsign កុងត្រាជាមួយនឹង investor ខុសដោយសារ clause នេះ clause នោះអីចឹងទៅអញ្ចឹងវាធ្វើឲ្យចំណេះដឹងឬក៏បទពិសោធន៍ទាំងអស់ហ្នឹងវាសំខាន់ហើយយើងសម័យមើល9អ្នកបញ្ចូលគ្នាមកពីគ្រប់ industry មានតាំងពី fintech មានតាំងពី education edtech មានតាំងពីខាង healthtech បាទសម្រាប់ Book Me Bus ផ្ទាល់គឺនៅក្នុងវិស័យ tourism and ticketing ដូចនិយាយចឹងគឺជា program មួយនៅក្នុងដែល run ដែលបង្កើតឡើងដោយ First Wave នេះ is very special សម្រាប់ខ្ញុំពាក្យពេញគឺ AI in motion ហើយនេះ special ត្រង់អី special ត្រង់ថាសម្រាប់បងប្អូនជំនាន់ក្រោយដែលចង់ធ្វើ startup ហើយមានជាគំនិតល្អអញ្ចឹងគាត់អាចទទួលបានការគេហៅបង្ហាត់បង្ហាញទៅដល់ពួកគាត់ទៅលើមិនថាផ្នែកបច្ចេកវិទ្យាដែលភាគច្រើនអ្នកដែលមានគំនិតភាគច្រើនតែងតែអត់មាននៅបច្ចេកវិទ្យាអត់មានក្រុមការងារឬក៏សហស្ថាបនិកដែលប្រកែផ្នែកបច្ចេកវិទ្យាអញ្ចឹងធ្វើឲ្យគាត់បានតែធ្វើ market បានត្រឹមតែសម័យតែអត់អាច make it happen បាទអញ្ចឹងឥឡូវ AI ចេញមកហើយ AI អាចជួយដោះស្រាយនៅបញ្ហាផ្នែកបច្ចេកវិទ្យានឹងបានគឺគាត់អាចប្រើ AI ដើម្បី build ជា platform ជាអីនឹងបានហើយគាត់អាច test បានលឿនគាត់អាច go to market បានលឿនអីចឹងទៅនិយាយទៅចំណាយពេលជាច្រើនតែចែកគ្នាក្នុងការគេហៅ design បង្កើតនៅ program នៅ curriculum នៅគេហៅថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដែលអ្នកដែលជាប់ top series ណាចូលទៅក្នុងកម្មវិធី8សប្តាហ៍grow program របស់ហ្នឹងគឺមេរៀនទាំងអស់ហ្នឹងគ្រប់សប្តាហ៍ទាំងអស់ហ្នឹងគឺត្រូវបានចម្រាញ់សុទ្ធស្វែងមែនទែនដើម្បី design មក make sure ថាវាត្រូវជាមួយ context ស្រុកខ្មែរយើងវាមិនមែនជា
curriculum របស់ក្រៅស្រុក Silicon Valley របស់ប្រទេសអាមេរិកទាំងស្រុងឯងយើងត្រូវតែយកមក adapt បូកជាមួយនឹង context របស់ខ្មែរយើងបូកជាមួយបទពិសោធន៍កុំឲ្យ too much far away ពី reality របស់យើងណាអញ្ចឹងកន្លែងហ្នឹងសំខាន់ព្រោះយើង believe ថាធ្វើអីមួយយ៉ាងដោយសារយើងអត់ធ្វើសោះតាន់បងទាំងអស់គ្នាគាត់ទាំង9នាក់ founding team ហ្នឹងយើងតាន់នឹងមានកម្លាំងនិយាយសួរសាតាន់នឹងមានកម្លាំងហើយវាជាពេលមួយដែលយើងត្រូវ contribute back ដែលយើងត្រូវធ្វើនៅកម្មវិធីឬក៏ initiative នានាដែល make sure ថារបស់ដែលយើងបបពិសោធន៍ដែលយើងមានកន្លងមកដែលយើងធ្វើខុសធ្វើអីទាំងអស់ហ្នឹងគឺត្រូវបានចែករំលែកឲ្យវាខ្លាចទៅជា knowledge base មួយណាសម្រាប់ startup ecosystem របស់យើងសម្រាប់ the next entrepreneur journey AIM is very special access សម្រាប់ the next entrepreneur ក្នុងការ access មក knowledge and experience មួយនេះបាទហើយអ្វីដែលសំខាន់គឺទាំង9នាក់ហ្នឹងគឺ make a promise to each other we all need to make time we all need to make the next generation that participate នៅក្នុងកម្មវិធី AIM ហ្នឹងត្រូវតែ be successful at least we try to ចែករំលែកនៅចំណេះដឹងបទពិសោធន៍ទាំងអស់ហ្នឹងទៅដល់ពួកគាត់ហើយនឹង work closely ជាមួយនឹងពួកគាត់ដើម្បីរុញគំនិតរបស់គាត់ idea របស់គាត់ឲ្យ turn into product ឲ្យ turn into reality ដែល not only just a product but a scalable business that have a big impact នៅក្នុងសង្គម digital